ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះយើងមកឆាមីជាមួយនឹងសាច់គោញ៉ាំសម្រាប់បងប្អូនដែលគាត់ទស្សនាវីដេអូកុំភ្លេចជួយចុច Subscribe YouTube Channel នៅខ្ញុំអ្នកមួយផងចំណែកគ្រឿងផ្សំសម្រាប់ឆានេះគឺខ្ញុំមានមី2កញ្ចប់សាច់គោពងមាន់2គ្រាប់ហើយនិងខ្ទឹមសច្រាមសម្រាប់បន្លែគឺខ្ញុំប្រើសាឡាត់ហើយនិងស្លឹកស្ពៃនិយាយទៅខ្ញុំប្រើស្លឹកស្ពៃទុកឆាមួយមីមុនដំបូងនេះគឺខ្ញុំដាំឆ្នាំងឲ្យក្តៅឆ្នាំងខ្ទះឲ្យក្តៅចាប្រេងឆាចូលទុកឲ្យរាងក្តៅបន្តិចសិនសម្រាប់ចៀនជាមួយនឹងពងមាន់យើងចៀនពងមាន់2គ្រាប់ហ្នឹងចៀនទុកសម្រាប់ញ៉ាំផ្ទាប់ជាមួយនឹងមីឥឡូវគឺខ្ញុំដាក់ពងមាន់ខ្ញុំជូសចូលដាក់ក្នុងឆ្នាំង2គ្រាប់ហ្នឹងជូសចូលក្នុងឆ្នាំងខ្ទះម្ដងហ្នឹងចៀនឲ្យហើយបងប្អូនអរគ្នាហើយសម្រាប់ពងមាន់នេះគឺយើងញ៉ាំផ្ទាប់ជាមួយមីគឺឆ្ងាញ់ហើយសម្រាប់មី2កញ្ចប់ហ្នឹងគឺខ្ញុំយកមកកាច់ដុំអញ្ចឹងហើយខ្ញុំចាក់ទឹកក្តៅតែខ្ញុំដាំពុះហ្នឹងយកទៅសោឲ្យក្តៅឲ្យឆ្អិនមីតិចសិនឲ្យទន់ណាឥឡូវពងមាន់របស់យើងគឺខ្ញុំចៀនហើយបងប្អូនយើងចៀននឹងចូលភ្នៅតាមបន្តិចគឺខ្ញុំយកខ្ទឹមសមកបំពងឲ្យឈ្ងុយខ្ទឹមសច្រាមហ្នឹងបំពងឲ្យឡើងឈ្ងុយតិចសិនមកតពីខ្ទឹមសយើងឡើងឈ្ងុយខ្ញុំដាក់សាច់គោចូលហើយសម្រាប់សាច់គោនេះគឺខ្ញុំប្រើសាច់គោប្រហែលជា2ខាំនេះបងប្អូនខ្ញុំយកមកឆាឲ្យឆ្អិនតិចសិនណាហើយយើងឆាលើភ្លើងឲ្យឆ្អិនទៅយើងដាក់ទឹកត្រីចូលបន្តិចទឹកត្រីទៅបន្តិចក៏បានដែរបងប្អូនហើយទឹកស៊ីអ៊ីវបន្តិចមកនិយាយទៅយើងលៃគ្រឿងល្មមបានដែរបងប្អូនដោយសារយើងនៅដាក់គ្រឿងមីទៀតចឹងណាឥឡូវគឺខ្ញុំដាក់ប៊ីចេងបន្តិចហើយខ្ញុំដាក់ស្ករសខ្ញុំដាក់បន្តិចដែរបងប្អូននិយាយទៅយើងលៃមកល្មមគ្រឿងក្រៅយើងស្មានតាមចំណូលចិត្តយើងបន្តមកទៀតគឺខ្ញុំដាក់ជាមួយនឹងគ្រឿងមីហើយសម្រាប់គ្រឿងមីគឺមានស្លឹកខ្ទឹមមានអីស្លឹកខ្ទឹមក្រៀមស្លឹកអីហ្នឹងយើងចាក់ចូលអស់បងប្អូនហើយនឹងអំបិលមីហ្នឹងគឺមានរសជាតិហឹរយើងដាក់បន្តិចទៀតមកយើងដាក់កន្លះកញ្ចប់អីមកដើម្បីយករសជាតិហឹរពីអំបិលហ្នឹងឥឡូវនេះគឺសាច់គោយើងចាប់ផ្ដើមចង់ឆ្អិនខ្ញុំដាក់មីដែលខ្ញុំសោឆ្អិនហ្នឹងចូលបន្តមកទៀតគឺយើងឆាមីយកឲ្យចូលគ្រឿងជាមួយនឹងសាច់គោហ្នឹងសាច់គោយើងឆាមុនហ្នឹងយើងត្រឡប់ចុះត្រឡប់ឡើងឆាឲ្យឆ្អិនតិចសិនមកបងប្អូននិយាយទៅឲ្យយើងចូលគ្រឿងតិចមកបន្តមកទៀតគឺខ្ញុំចាក់ទឹកចូលបន្តិចដើម្បីឲ្យមីយើងមានរសជាតិរៀងកុំឲ្យប្រៃយើងថែមទឹកបន្តិចហើយខ្ញុំដាក់ស្លឹកស្ពៃចូលហើយសម្រាប់ស្ពៃនេះគឺខ្ញុំដាក់បន្តិចទេបងប្អូននិយាយទៅយើងដាក់ដើម្បីឲ្យមានបន្លែខ្លះចឹងកុំឲ្យញ៉ាំត្រមីសុទ្ធបន្ទាប់ពីឆ្អិនគឺខ្ញុំរោយជាមួយនឹងស្លឹកខ្ទឹមដែលខ្ញុំហាន់តូចៗហ្នឹងចូលណាបងប្អូនអរគ្នាហើយសម្រាប់ស្លឹកខ្ទឹមនេះគឺដើមខ្ទឹមខ្យល់គឺរាងធំបងប្អូនឥឡូវនេះគឺឆ្អិនរួចរាល់ហើយមីឆាសាច់គោរបស់យើងគឺអាចញ៉ាំបានហើយអរគុណបងប្អូនទាំងអស់គ្នា